តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបក៏អំពាវនាវដល់ប្រជាជនវ័យក្មេងយុវជនយុវនារីខ្មែរនៅគ្រប់ទិសទីសូមឲ្យមានការតាមដានដោយយកចិត្តទុកដាក់ការចូលរួមផ្ដល់នៃកម្លាំងចិត្តនិងជំនឿទុកចិត្តនិងការចូលរួមនៅភាពកក់ក្ដៅជូនទៅដល់រាជរដ្ឋាភិបាលជាពិសេសសម្ដេចមហាបវរសម្ដេចក៏ដូចជាកងកម្លាំងបដាអាវុធរបស់យើងនៅទូទាំងប្រទេសការយកចិត្តទុកដាក់ការតាមដានការបញ្ចេញសារនិងសម្លេងរបស់យើងផ្ដល់ជាកម្លាំងចិត្តជំនឿទុកចិត្តនិងភាពកក់ក្ដៅជូនទៅដល់រាជរដ្ឋាភិបាលនិងកងកម្លាំងបដាអាវុធនៅក្នុងពេលនេះនិងជាបន្តទៅមុខគឺជាចំណុចដែលមានសារៈសំខាន់ដើម្បីយើងចូលរួមសម្ដែងដោយសកម្មដោយបរិយាសកម្មហើយជាប្រចាំតែក្នុងអ្វីដែលដេជោហៅថាខឿនការពារជាតិនៃប្រជាជនរបស់យើងនឹងឆ្លងកាត់គ្រប់កលៈទេសៈគ្រប់បញ្ហាប្រឈមគ្រប់វិបត្តិក្នុងករណីដែលមានការកើតឡើងជាយថាហេតុក្នុងនាមជាប្រជាជាតិខ្មែរតែយើងត្រូវតែរួបរวมឆ្លងកាត់ហើយតែយើងរួបរวมហើយគឺយើងនឹងឆ្លងកាត់គ្រប់រាល់វិបត្តិទាំងអស់ដោយជោគជ័យយើងត្រូវចូលរួមចំណែកទាំងអស់គ្នាទៅលើចំណុចនេះ